គ្រប់ជំរាបសួរប្រិយមិត្តទូរទស្សនិកជនស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Caritas Cambodia Talk Show បាទដោយអស់លោកស្រីបានជ្រាបហើយថាកម្មវិធីរបស់យើងតែងតែពំនាំលើកយកនៅប្រធានបទថ្មីនិងប្លែកៗជាមួយនឹងវាគ្មិនរបស់យើងដែលពោពេញទៅដោយបទពិសោធន៍ក៏ដូចជាមានជំនាញច្បាស់លាស់នៅក្នុងកិច្ចការងារផ្សេងៗគ្នាក្នុងគោលបំណងដើម្បីចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរយើងហើយអ្វីដែលជាពិសេសនោះគឺក្នុងគោលបំណងចែករំលែកជូនទៅដល់បងប្អូននិស្សិតដែលកំពុងសិក្សានៅពេលបច្ចុប្បន្ននេះពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះផងដែរយើងនឹងបន្តពិភាក្សាគ្នាជាមួយនឹងប្រធានបទពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពភ្នែកបន្តទៅទៀតដែលនៅក្នុងនោះយើងនឹងលើកយកនៅប្រធានបទថ្មីមួយពាក់ព័ន្ធជាមួយនឹងជំងឺភ្នែកកន្ទុយថ្លែនបាទដើម្បីចង់ជ្រាបច្បាស់តើជំងឺភ្នែកកន្ទុយថ្លែនមានលក្ខណៈបែបណាហើយរោគសញ្ញានោះវាបង្កនឹងការលំបាកយ៉ាងណានោះសូមជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដូចតទៅបាទសូមគោរពជំរាបសួរលោកគ្រូបាទអរគុណលោកគ្រូសុខសប្បាយបាទសុខសប្បាយធម្មតាបាទលោកគ្រូបាទនេះជាលើកទី2ហើយដែលលោកគ្រូបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី Caritas Cambodia Talk Show បាទលោកគ្រូបាទសូមអរគុណមែនទែនបាទសម្រាប់ពេលវេលារបស់លោកគ្រូបាទលោកគ្រូប្រហែលជាលោកគ្រូបានជ្រាបហើយថានៅក្នុងថ្ងៃនេះយើងនឹងបន្តជជែកគ្នាពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពភ្នែកដោយលើកយកនៅប្រធានបទជំងឺភ្នែកកន្ទុយថ្លែងបាទលោកគ្រូបាទដូច្នេះមុននឹងចាប់ដើមនៃការពិភាក្សាទៅលើប្រធានបទរបស់យើងខ្ញុំសូមអនុញ្ញាតលោកគ្រូមេត្តាណែនាំខ្លួនបន្តិចជូនប្រិយមិត្តរបស់យើងបាទលោកគ្រូសូមអញ្ជើញលោកគ្រូបាទសូមជម្រាបសួរអ៊ំពូមីងទាំងអស់គ្នាបាទខ្ញុំបាទឈ្មោះឌីហេណាវីតរាល់ថ្ងៃជាគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគដែលបម្រើការងារនៅមន្ទីរពេទ្យភ្នែកតាកែវបាទបាទសូមអរគុណច្រើនលោកគ្រូអធិស្ឋានលោកគ្រូបម្រើការនៅក្នុងមន្ទីរភ្នែកតកៅនេះគឺអស់រយៈពេលប្រហែលឆ្នាំដែរលោកគ្រូបាទជំរាបធ្វើការនៅកន្លែងនេះគឺប្រហែលជា4ឆ្នាំហើយអូយូរមែនតើបាទ4ឆ្នាំហើយបាទលោកគ្រូបាទលោកគ្រូអញ្ចឹងងាកមកប្រធានបទរបស់យើងវិញបាទដោយសារនៅពេលបច្ចុប្បន្ននេះជំងឺកន្ទុយថ្លែងគឺជាបញ្ហាប្រឈមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងណាលោកគ្រូបាទហើយប្រជាពលរដ្ឋខ្មែរយើងមួយចំនួនក៏លោកបានដឹងហើយថាជំងឺប្រភេទកន្ទុយថ្លែងនេះវាមានលក្ខណៈយ៉ាងម៉េចប៉ុន្តែក៏នៅមានប្រជាជនមួយចំនួនគាត់មិនទាន់បានយល់ជ្រាបអំពីបញ្ហានេះអញ្ចឹងលោកគ្រូជាកិច្ចចាប់ផ្ដើមតើលោកគ្រូអាចមេត្តាបញ្យល់ថាតើអ្វីទៅជាជំងឺភ្នែកកន្ទុយថ្លែងហើយវាមានលក្ខណៈបែបណាដែរលោកគ្រូបាទសូមគ្រូអញ្ជើញលោកគ្រូបាទសូមអរគុណនៅសំណួរនេះដែរបាទមុននឹងឈានដល់សំណួរប្រធានបទនេះខ្ញុំបាទសូមបង្ហាញមានរូបភាពដើម្បីបង្ហាញបងប្អូនទាំងអស់ឲ្យដឹងពីលក្ខណៈធំរបស់សរីរៈរបស់ភ្នែកយើងគឺសរីរៈរបស់ភ្នែកយើងគឺមានភ្នាស្ដាងសនៃភ្នែករបស់យើងនេះមានកញ្ចក់ភ្នែកប្រស័យភ្នែកនិងកូនក្រមុំនេះបាទអញ្ចឹងចូលមកដល់ប្រធានបទរបស់យើងគឺជំងឺភ្នែកកន្ទុយថ្លើមគឺជាការដុះឡើងនៃភ្នាសស្ដាងនៃភ្នែកនេះដុះមកគ្របលើកញ្ចក់ភ្នែកកូនក្រមុំភ្នែកប្រស័យភ្នែកនិងកូនក្រមុំភ្នែកនេះបាទដែលធ្វើឲ្យអ្នកជំងឺហ្នឹងគាត់ពិបាកនៅក្នុងការមើលឬក៏ឈានទៅដល់ភាពពិការភ្នែកផងដែរបាទហើយបន្ថែមទៅលើនោះផងដែរគឺសាច់កន្ទុយថ្លែងនេះគឺជាសាច់ដែលមានសរសៃឈាមមកចិញ្ចឹមហើយភាគច្រើនគឺដុះនៅផ្នែកខាងខ្ទង់ច្រមុះហើយក៏អាចដុះនៅផ្នែកខាងខ្ទង់ត្រចៀកមកវិញផងដែរបាទហើយសូមបញ្ជាក់បានន័យថាសាច់ដែលកន្ទុយថ្លែងនេះគឺជាសាច់ slow ទេមិនមែនជាសាច់កាទេបាទអូអរគុណច្រើនលោកគ្រូអរគុណបាទខ្ញុំមើលការបញ្យល់របស់លោកគ្រូមិញខ្ញុំមើលទៅហាក់បីដូចជាយើងញញើតតិចបាទព្រោះសាច់ដុំមកគ្របនៅលើប្រស្រីភ្នែករបស់យើងតែម្ដងបាទលោកគ្រូបាទលោកគ្រូងាកមកមូលហេតុវិញម្ដងដូច្នេះតើវាមានមូលហេតុអីបានទៅជាកើតចេញជាសាច់ដុះស្រោបពីលើគ្រាប់ភ្នែករបស់យើងអញ្ចឹងណាលោកគ្រូតែកើតចេញជាជំងឺកន្ទុយថ្លែងបែបនេះតើវាមានមូលហេតុបែបម៉េចដែរលោកគ្រូបាទចំពោះមូលហេតុនៃជំងឺកន្ទុយថ្លែងនេះមកដល់សប្តាហ៍នេះអ្នកវិទ្យាសាស្ត្រគេមិនទាន់រកឃើញមូលហេតុដែលជាក់លាក់ទេប៉ុន្តែគេរកឃើញមានកត្តាចូលរួមធំមានដូចជាទី1គឺកម្ដៅ UV កាំរស្មី UV ដែលចេញមកពីពន្លឺព្រះអាទិត្យហ្នឹងបាទទី2គឺច្រើនកើតឡើងទៅលើប្រទេសដែលក្តៅខ្លាំងដីហុយខ្យល់បក់ហ្នឹងបាទទី2បន្ថែមពីហ្នឹងគឺច្រើនកើតឡើងទៅលើអ្នកដែលឧស្សាហ៍ប៉ះទង្គិចភ្នែកជាញឹកញាប់ជាប្រចាំបាទហើយនឹងអ្នកដែលឧស្សាហ៍ញីភ្នែកបាទនេះគឺជាកត្តាធំដែលធ្វើឲ្យកើតជំងឺកន្ទុយថ្លែងនេះផងដែរបាទអរគុណលោកគ្រូអញ្ចឹងដូចប្រិយមិត្តបានជឿហើយដែលលោកគ្រូបកស្រាយបាញ់មិញនេះអញ្ចឹងពាក់ព័ន្ធជាមួយការញីភ្នែកជាពិសេសនៅពេលដែលធ្វើដំណើរខ្ញុំគិតថា
ភាគច្រើននៃបងប្អូនយើងភាគច្រើនមិនសូវបានជាមាននៅការការពារទៅលើចំណុចនេះទេបាទអញ្ចឹងពេលខ្លះគាត់ធ្វើដំណើរដោយជិះម៉ូតូក៏កង់អីហ្នឹងតាមយានយន្តពីច្រើនគាត់អត់សូវបានគិតពីចំណុចហ្នឹងណាគ្រូហើយក៏ឃើញអ្នកខ្លះទៅគាត់មានដីហុយអញ្ចឹងទៅគាត់ញីបាទនេះគឺជាចំណុចមួយដែរដែលជាកត្តាបង្កឲ្យកើតទៅជាជំងឺកន្ទុយថ្លែនបាទគ្រូលោកគ្រូអញ្ចឹងងាកមកវ័យវិញម្ដងអញ្ចឹងតើជំងឺកន្ទុយថ្លែននេះវាកើតឡើងសម្រាប់តែមនុស្សប្រភេទវ័យប៉ុណ្ណាដែរឬក៏គ្រប់វ័យតែម្ដងឬក៏យ៉ាងម៉េចដែរគ្រូចំពោះវ័យពីច្រើនគឺកើតនៅអាយុចាប់ពី30ទៅ40ឆ្នាំវ័យដែលកំពុងពេញកម្លាំងធ្វើការហើយពីច្រើនគឺកើតនៅលើអ្នកដែលធ្វើការនៅខាងក្រៅមានន័យថាគាត់ធ្វើការក្រោមកម្ដៅថ្ងៃខ្លាំងឧទាហរណ៍ដូចជាកម្មករសំណង់ដូចជាអ្នកកសិករឬក៏អ្នករត់ម៉ូតូអីហ្នឹងគឺភាគច្រើនគឺគាត់នៅប្រឈមជាមួយទៅនឹងកម្ដៅថ្ងៃខ្លាំងបាទលោកគ្រូបាទលោកគ្រូតកតងជាមួយនឹងចំណុចនេះផងដែរដោយលោកគ្រូបានរៀបរាប់អញ្ចឹងភាគច្រើនគឺកើតសម្រាប់អ្នកដែលគាត់ធ្វើការនៅខាងក្រៅបាទនៅខាងក្រៅជាក់ស្ដែងដូចជាបងដែលគាត់ផ្សារដែកអីលោកគ្រូសកម្មភាពបែបហ្នឹងអាចបង្កឲ្យកើតចេញជាជំងឺកន្ទុយថ្លែននេះលោកគ្រូអត់ទេមិនអាចកើតជាជំងឺកន្ទុយថ្លែនទេព្រោះវាតកតងជាមួយទៅនឹងកាំរស្មីពលឺព្រះអាទិត្យទេបាទគ្រូផ្សារដែកនេះគឺមិនពាក់ព័ន្ធប៉ុន្តែខ្ញុំជឿថានៅពេលបច្ចុប្បន្ននេះបងមួយចំនួនគាត់នៅពេលដែលគាត់ធ្វើការពាក់ព័ន្ធជាមួយអាការផ្សារដែកនេះគាត់មានការការពារល្អមែនតើគាត់ប្រើវ៉ែនតាគ្រូបាទអរគុណលោកគ្រូសុំទោសផងដែលសួរសំណួរបែបនេះបាទអរគុណបាទងាកមកសំណួរបន្តលោកគ្រូពាក់ព័ន្ធជាមួយនឹងប្រភេទជំងឺនេះតើជំងឺនោះគេបែងចែកជាប្រភេទតែម្ដងឬក៏មានតែមួយទេឬក៏មានប្រភេទផ្សេងគ្នាទៅតាមអាយុឬក៏ទៅតាមវ័យលោកគ្រូបាទតកតងទៅនឹងកម្រិតជំងឺកន្ទុយថ្លែនគឺគេមានកម្រិតរបស់គេបាទឥឡូវខ្ញុំសូមលើកយករូបភាពដើម្បីមកបញ្ជាក់ឲ្យពុកម៉ែបងប្អូនងាយយល់បាទនេះគឺជារូបភាពកន្ទុយថ្លែនកម្រិតទី1មានន័យថាសាច់កន្ទុយថ្លែននេះវាដុះត្រឹមកញ្ចក់ភ្នែកនេះទេវាអត់ដុះចូលមកនេះទេអញ្ចឹងអាការៈផុសជំងឺនេះវាគ្រាន់តែគាត់មានអាការៈដូចជារកម្មភ្នែកតិចតួចទើសតិចតួចក្រហមភ្នែកតិចតួចប៉ុន្តែមិនប៉ះពាល់ដល់កំហើញរបស់គាត់ទេបាទបើន័យថាសាច់នេះមិនទាន់ដោះជ្រៅបាទហ្នឹងហើយបាទហ្នឹងគេចេញមកគៀនណាបាទហ្នឹងហើយបាទអញ្ចឹងគេហៅវាជាកន្ទុយថ្លែងកម្រិតទី1បាទកម្រិតទី1បាទចំពោះរូបភាពនេះគឺជាសាច់កន្ទុយថ្លែងកម្រិតទី2មានន័យថាសាច់កន្ទុយថ្លែងនេះវាដុះចូលមកដល់កញ្ចក់ភ្នែកនេះប្រហែលជា2ទៅ4មីលីម៉ែត្របាទចំពោះអាការៈវាគឺអាស្រ័យទៅលើកម្រិតរបស់វានឹងដែរគឺមានដូចជាក្រហមភ្នែកខ្លាំងហូរទឹកភ្នែករកម្មភ្នែកទើសភ្នែកខ្លាំងហើយជាពិសេសនោះគឺប៉ះពាល់ទៅលើកំហើញរបស់គាត់ដោយសារតែសាច់កន្ទុយថ្លែងនេះវាមកទាញទៅលើកំណោងកញ្ចក់ភ្នែកដែលពាក្យបច្ចេកទេសគេហៅថា astigmat ហ្នឹងបាទគ្រូបាទហើយចំពោះកម្រិតទី3នេះវិញគឺបងអ៊ំពូមីងបានឃើញគឺសាច់កន្ទុយថ្លែងនេះវាដុះមកគ្របទៅលើកូនកំមុំនៃភ្នែកតែម្ដងដែលជាហេតុអ្នកជំងឺគាត់មកហ្នឹងគឺគាត់ដំបូងជាងគេគឺស្រវាំងភ្នែកងងឹតភ្នែកហ្នឹងតែម្ដងបាទបាទអរគុណលោកគ្រូសម្រាប់ការបង្ហាញបាទអស់លោកលោកស្រីដូចអ្វីដែលលោកគ្រូបានលើកបង្ហាញអំបញ្ញមិញនេះអញ្ចឹងគឺបើសិនជាអស់លោកស្រីសង្កេតឃើញថាភ្នែកដែលយើងមានរោគសញ្ញានៅអ្វីដែលលោកគ្រូបានលើកឡើងសូមអស់លោកស្រីប្រញាប់ទៅជួបអ្នកជំនាញដើម្បីប្រឹក្សាយោបល់ថាតើភ្នែករបស់យើងនេះអាចមានជាជំងឺប្រភេទនេះដែរឬទេបាទជៀសវាងដែលយើងអូសបន្លាយពេលវេលាយើងទុកយូរពេកទេលោកគ្រូអាចរហូតដល់សាច់នឹងដោះទៅក្រោមភ្នែករហូតដល់យើងមើលលេងឃើញបាទវាពិបាកដែរបាទលោកគ្រូពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងដែលយើងមើលទៅឃើញថាសាច់ស្ដើងដែលដោះទៅលើក្របភ្នែកហ្នឹងលោកគ្រូតើយើងមានវិធីសាស្ត្រក្នុងការព្យាបាលដែរឬទេលោកគ្រូពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងគ្រូបាទសូមអរគុណដល់សំណួរនេះបាទសំណួរនេះគឺអ៊ំពុកម៉ែបងប្អូនពេលច្រើនគាត់ចង់ដឹងមែនទែនថាកើតហើយតើត្រូវធ្វើការព្យាបាលយ៉ាងម៉េចបាទខ្ញុំនឹងបញ្យល់អ៊ំពូមីងមួយឲ្យយល់បាទអញ្ចឹងកាលណាសាច់កន្ទុយថ្លែងការព្យាបាលវាអាស្រ័យទៅលើកម្រិតផុសសាច់កន្ទុយថ្លែងនោះដូចគ្នាបានន័យថាចំពោះកម្រិតទី1នេះអ្នកជំងឺគាត់មកបានពិគ្រោះជាមួយគ្រូពេទ្យហើយអញ្ចឹងសាច់កន្ទុយថ្លែងត្រឹមកម្រិតទី1គឺគ្រាន់តែមានការរកម្មតិចតួចយើងឲ្យជាថ្នាំបន្តក់ភ្នែកជាទឹកភ្នែកសពនិមិត្តបាទឬក៏គ្រូពេទ្យគាត់មើលទៅគាត់ឃើញថាសាច់នឹងវាក្រហមរលាកគ្រូពេទ្យឲ្យជាពពួកស្ទើរ៉ុយដើម្បីបំបត្តិរលាកប៉ុន្តែការឲ្យនោះគឺមានកម្រិត5ថ្ងៃទៅ1អាទិត្យគឺឈប់បាទហើយចំពោះកម្រិត2នេះវិញការព្យាបាលគឺខុសគ្នាបានន័យថាអ្នកជំងឺមកកាន់តែលឿនកាន់តែល្អបាទធ្វើការវះកាត់កាន់តែលឿនកាន់តែល្អបាទសំទោសហើយការវះកាត់ក
កន្ទុយថ្លៃនេះវាអាស្រ័យទៅលើកត្តា4បាទមានន័យថាទី1នឹងតកតងជាមួយទៅនឹងកម្រិតបាទន័យថាចាប់ពីកម្រិត2ឡើងលើទៅការវាកាត់កាន់តែលឿនកាន់តែល្អទី2តកតងជាមួយនឹងការរលាករ៉ាំរ៉ៃបាទន័យថាកន្ទុយថ្លៃគាត់ចេះតែឧស្សាហ៍រលាកចឹងអត់អាចទុកយូរបានទេតិចក្រហមតិចរលាកហ្នឹងមួយទៀតតកតងទៅនឹងអាស្ទីម៉ានហ្នឹងដូចខ្ញុំបានបញ្យល់ពីខាងលើវាតកតងមួយការបាត់បង់កំហើញរបស់គាត់បាទគ្រូអញ្ចឹងយើងត្រូវធ្វើការវះកាត់បើមិនធ្វើការវះកាត់ទេគឺវាទាញកំណៅកញ្ចក់ភ្នែកខ្លាំងគាត់ស្រវាំងខ្លាំងបាទនឹងចុងក្រោយហ្នឹងតកតងទៅនឹង cosmetic បាទន័យថាតកតងទៅនឹងសម្ផស្សភាគច្រើនគឺអ្នកជំងឺកន្ទុយថ្លៃភ្នែកគាត់គឺឧស្សាហ៍ក្រហមណាអញ្ចឹងបើកើតលើស្រីគឺវាបាត់បង់ទៅនឹងសម្ផស្សអញ្ចឹងគាត់ចង់បានឲ្យវាស្អាតគឺយើងអាចធ្វើការវះកាត់ផងដែរបាទអរគុណច្រើនគ្រូបាទអរគុណបាទនៅចំណុចមួយទៀតខ្ញុំសូមបញ្ជាក់បាទនៅក្នុងកម្រិតទី3នេះវិញគឺគាត់មកហ្នឹងគឺអាការៈរបស់គាត់គឺងងឹតហើយបាទអញ្ចឹងគ្រូមកដល់គ្រូពេទ្យត្រូវតែទៀមទាឲ្យគាត់វះហើយព្រោះបើមិនជាមិនវះទេគឺគាត់មិនអាចមើលឃើញបានទេបាទហ្នឹងហើយបន្ថែមពីនឹងទៀតខ្ញុំសូមបន្ថែមទៅលើករណីនៃការវះកាត់អញ្ចឹងបងប្អូនអ៊ំពុំមីគាត់ជាចង់ដឹងហើយថាតើការវះកាត់ហ្នឹងសាច់ហ្នឹងវាអាចដុះឡើងមកវិញឬក៏អត់បាទអញ្ចឹងខ្ញុំសូមលើកយកតិចនិចនៅក្នុងការវះកាត់បានន័យថាការវះកាត់ហ្នឹងគឺយើងអាចធ្វើការវះកាត់ដោយផ្សំសាច់ឬក៏មិនផ្សំសាច់បាទហ្នឹងហើយអញ្ចឹងខ្ញុំយកឧទាហរណ៍ខ្លីៗនេះគឺជាការវះកាត់ដោយមិនផ្សំសាច់ទេបានន័យថាយើងគ្រាន់តែនេះគឺជាកន្លែងសាច់កន្ទុយថ្លែងយើងបកសាច់កន្ទុយថ្លែងហ្នឹងហើយយើងទុកវាចោលឲ្យសាច់ហ្នឹងវាជាខ្លួនឯងបាទប៉ុន្តែអត្រានៃការដុះរបស់វាវិញហ្នឹងគឺពី30ទៅ80%បាទអញ្ចឹងវានឹងដុះឡើងមកវិញបាទនេះគឺជារូបភាពមួយទៀតដែរដូចគ្នាទៅនឹងរូបភាពមិញដែរគ្រាន់តែតិចនិចផ្សេងគ្នាបានន័យថាសាច់ហ្នឹងគេទុកដូចគ្នាតែគេដេរខ្ចប់បាទយើងដេរមកបន្តិចបាទដេរខ្ចប់អាកន្លែងហ្នឹងអញ្ចឹងប៉ុន្តែក៏វានៅតែលាប់ដុះសាច់ហ្នឹងឡើងវិញដូចគ្នាបាទហ្នឹងហើយអញ្ចឹងយើងមានតែវិធីផ្សំសាច់តែប៉ុណ្ណោះមកដល់បច្ចុប្បន្ននេះគឺมันងាយនៅក្នុងការលាប់ឡើងវិញទេការដុសឡើងវិញទេនេះគឺជារូបភាពនៃការផ្សំសាច់បានន័យថាយើងកាត់សាច់កន្ទុយថ្លែងនេះចេញយើងចំហអញ្ចឹងហើយយើងយកសាច់ដែលនៅលើភ្នែករបស់គាត់ធម្មតាវិញហ្នឹងយកមកប៉ះកន្លែងហ្នឹងហើយយើងដេរវាអញ្ចឹងណាបាទអញ្ចឹងអត្រានៃការដុសឡើងវិញហ្នឹងគឺតិចបំផុតមានប្រហែលជា3ទៅ5%តែប៉ុណ្ណោះបាទអូមើលទៅការព្យាបាលនេះពិតជាអស្ចារ្យមែនទែនគ្រូបាទនីតិវិធីនៃការព្យាបាលបាទអស់លោកស្រីដូចអ្វីដែលគ្រូបានបញ្ជាក់អញ្ចឹងការព្យាបាលគឺមានតែមួយគត់គឺយើងត្រូវអញ្ជើញមកធ្វើការវះកាត់តែម្ដងយកសាច់ដែលដោះគ្រាប់ទៅលើតបភ្នែកគ្រាប់ភ្នែកសុំទោសបាទដោះលើគ្រាប់បាទភ្នែកស្ដាងហ្នឹងគឺយើងបកចេញតែម្ដងបាទគ្រូខ្ញុំសូមសួរនៅសំណួរមួយពាក់ព័ន្ធដែលលោកគ្រូបានលើកឡើងបាញ់មិញអញ្ចឹងដែលភ្នែកដែលអាសាររលាកលោកគ្រូមូលហេតុអាហ្នឹងភាគច្រើនដោយសារអីលោកគ្រូដោយសារនៅពេលបច្ចុប្បន្ននេះខ្ញុំឃើញបងប្អូនមួយចំនួនគាត់ប្រើនៅគ្រឿង make up ដែលគាត់យកមកលាបនឹងភ្នែកហើយអ្នកខ្លះទៅគាត់ចូលចិត្តពាក់អាយគេហៅថាបាទ eye contact lens ណាគ្រូអញ្ចឹងអាសកម្មភាពទង្វើបែបនេះអាចជាផ្នែកមួយដែលអាចកើតឲ្យមានការរលាកហើយបង្កឲ្យកើតចេញជាជំងឺកន្ទុយថ្លែងដែរឬអត់លោកគ្រូបាទលោកគ្រូត្រឹមត្រូវហើយបាទព្រោះជាការប៉ះទង្គិចការរលាកហ្នឹងវាអាស្រ័យទៅលើដូចបងបាននិយាយអញ្ចឹងគឺការពាក់ contact lens ហ្នឹងវាត្រូវប៉ះទង្គិចម្ដងបន្តិចទៅលើភ្នែកស្ដាងសហ្នឹងអញ្ចឹងយូរទៅវានឹងបង្កឲ្យមានទៅជាការដុះពកនឹងយូរទៅបង្កឲ្យមានទៅជាសាច់កន្ទុយថ្លែងហ្នឹងបាទអរលោកស្រីបានជឿហើយបាទអ្វីដែលខ្ញុំបានសួរនេះដោយសារនៅពេលបច្ចុប្បន្ននេះខ្ញុំឃើញថាបងប្អូនយុវវ័យមួយចំនួនគាត់និយមក្នុងការប្រើប្រាស់នៅ eye contact lens នេះអញ្ចឹងសូមមេត្តាប្រុងប្រយ័ត្នឲ្យមែនតើបាទនេះក៏ជាបញ្ហាមួយដែរលោកគ្រូអាចកកើតទៅជាជំងឺមួយនេះបាទលោកគ្រូពាក់ព័ន្ធជាមួយនឹងវិធីការពារធម្មតាយើងមានបញ្ហាអញ្ចឹងហើយយើងមានរបៀបនៃការការពារបែបម៉េចលោកគ្រូធ្វើម៉េចដើម្បីកុំឲ្យយើងកើតនៅជំងឺប្រភេទនេះឬក៏យើងត្រូវតែកើតឬក៏យ៉ាងម៉េចដែរលោកគ្រូនៅក្នុងចំណុចហ្នឹងបាទចំពោះការការពារយើងទី1យើងត្រូវដឹងពីមូលហេតុរបស់វាដូចខ្ញុំបានជម្រាបនៅខាងលើអញ្ចឹងមូលហេតុរបស់វាតកតងជាមួយទៅនឹងអ្នកដែលធ្វើការនៅខាងក្រៅអ្នកដែលប្រឈមជាមួយនឹងកម្ដៅខ្លាំងអ្នកដែលឧស្សាហ៍ញីភ្នែកអ្នកដែលសារពាក់ contact lens ឬក៏ប៉ះទង្គិចវាជាញឹកញាប់ហ្នឹងអញ្ចឹងយើងដឹងពីមូលហេតុវាយើងអាចការពារបានហើយអញ្ចឹងបានន័យថាពេលណាយើងចេញទៅខាងក្រៅយើងត្រូវពាក់វ៉ែនតាខ្មៅការពារកុំឲ្យកម្ដៅថ្ងៃពន្លឺ UV ហ្នឹងចាំងចូលមកភ្នែកបាទពាក់មួកពាក់អីដើម្បីកុំឲ្យខ្យល់
បាទផ្នែកដីហុយហ្នឹងបាទគុំឧស្សាហ៍ញីផ្នែកហ្នឹងបាទសិតតែជាវិធីសាស្ត្រការពារបាទទាំងអស់នេះសិតតែជាវិធីសាស្ត្រការពារបាទល្អមែនតើអរគុណច្រើនលោកគ្រូសម្រាប់ការបង្ហាញពីវិធីសាស្ត្រក្នុងការការពារលោកគ្រូខ្ញុំសូមសំណួរចុងក្រោយមុននឹងការបញ្ចប់នៃកម្មវិធីរបស់យើងនៅពេលបច្ចុប្បន្ននេះយើងឃើញមានថាតាមប្រព័ន្ធអ៊ីនធឺណិតលោកគ្រូយើងមានការលក់ជាឱសថក៏ដូចជាថ្នាំបន្តភ្នែកជាច្រើនតើការដែលយើងមានបញ្ហាហ្នឹងហើយយើងទៅទិញថ្នាំហ្នឹងយកមកបន្តដោយខ្លួនឯងបែបហ្នឹងតើជារឿងមួយដែលត្រឹមត្រូវឬក៏យ៉ាងម៉េចដែរគ្រូចំណុចហ្នឹងចង់ឲ្យគ្រូជួយណែនាំបន្តិចបាទគ្រូបាទសូមអរគុណដល់សំណួរនេះគឺប្រជាពលរដ្ឋយើងគឺគាត់ចង់ដឹងមែនតើបាទអញ្ចឹងខ្ញុំសូមជម្រាបទៅដល់អង្គពូមីងទាំងអស់ឲ្យបានជ្រាបថាមកដល់សប្តាហ៍ថ្ងៃនេះគឺពុំមានថ្នាំបន្តឬក៏ថ្នាំក្របណាដែលធ្វើឲ្យជាផ្នែកកន្ទុយថ្លើមឬក៏ផ្នែកឡើងបាយឬក៏ផ្នែកជំងឺផ្នែកផ្សេងទៀតឡើយមានតែការមកពិគ្រោះជាមួយទៅនឹងគ្រូពេទ្យឯកទេសផ្នែកទេដែលជួយឲ្យធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវនិងកាត់បន្ថយការទៅទិញថ្នាំនៅខាងក្រៅដែលជៀសវាងខាតបង់ទាំងពេលវេលាលុយកាក់នឹងធ្វើឲ្យជំងឺរបស់គាត់នឹងកាន់តែវិវត្តធ្ងន់ទៅពេលដែលគាត់មកជួបគ្រូពេទ្យគឺជំងឺគាត់ធ្ងន់ហើយអញ្ចឹងការព្យាបាលក៏វាពិបាកតាមនឹងដែរបាទអរគុណច្រើនលោកគ្រូអរគុណបាទដូចអ្វីដែរលោកគ្រូបានជម្រាបហើយគឺបើសិនជាបងប្អូនឆ្ងល់ឬក៏មាននៅអាការៈដែលយើងសង្ស័យយើងក៏បីតែជួបជាមួយនឹងអ្នកជំនាញតែម្ដងទៅភាសាជាងយើងមើលឃើញនៅការផ្សាយហើយយើងចេះតែទិញផ្ដាណាលោកគ្រូបាទវាខាត់បងទាំងលុយកាក់របស់យើងដែរបាទលោកគ្រូជាចុងបញ្ចប់នៃកម្មវិធីតើលោកគ្រូមានជាមតិផ្ដាំផ្ញើក៏ដូចជាការណែនាំអ្វីខ្លះជូនទៅដល់ប្រិយមិត្តរបស់យើងបាទលោកគ្រូបាទខ្ញុំបាទមានសារមួយចំនួនដើម្បីជូនទៅដល់អង្គពូមីងប្រជាពលរដ្ឋយើងឲ្យបានទទួលបានទៅជាចំណេះដឹងក៏ជាប្រយោជន៍ទៅថ្ងៃក្រោយផងដែរបាទទី1ហ្នឹងគឺខ្ញុំសូមជូនពាក្យ3បានន័យថាមានតែការមកពិនិត្យតាមដាននិងព្យាបាលតែប៉ុណ្ណោះដែលជាលក្ខណៈបែបវិទ្យាសាស្ត្រវិទ្យាសាស្ត្រនិងការព្យាបាលជោគជ័យ 100% បាទទី2ហ្នឹងគឺខ្ញុំសូមឲ្យប្រជាពលរដ្ឋរបស់យើងជឿជាក់ទៅលើក្រុមគ្រូពេទ្យឯកទេសនៅស្រុកខ្មែរយើងនេះដែលការព្យាបាលគឺមិនចាញ់ក្រុមគ្រូពេទ្យដែលនៅជិតខាងយើងទេបាទជាពិសេសគឺនៅមន្ទីរពេទ្យផ្នែកតាកែវយើងនេះគឺមានឧបករណ៍និងសម្ភារៈគ្រប់គ្រាន់សម្រាប់ធ្វើការព្យាបាលនិងមានប្រកបដោយបច្ចេកទេសត្រឹមត្រូវ 100% បាទទី3គឺខ្ញុំសូមលើកទឹកចិត្តប្រជាពលរដ្ឋបងប្អូនយើងឲ្យចូលរួមនៅក្នុងការពិនិត្យសុខភាពភ្នែកឬក៏សុខភាពទូទៅហ្នឹងឲ្យបានមួយឆ្នាំឲ្យបាន2ដងឬក៏6ខែម្ដងដើម្បីរកឃើញជំងឺដោយចៃដន្យទោះជាឈឺឬក៏មិនឈឺក៏ដោយបាទជាចុងក្រោយគឺខ្ញុំសូមលើកទឹកចិត្តបងប្អូនដូចគ្នានៅក្នុងការពាក់វ៉ែនតាដើម្បីទី1គឺស្ដារទៅនឹងកំហើញទី2គឺសម្រាប់ការពារភ្នែកបាទសូមអរគុណច្រើនមែនទែនសម្រាប់ដំបូន្មានល្អៗផងលោកគ្រូបាទជាចុងបញ្ចប់នៃកម្មវិធីខ្ញុំបាទជាមួយនឹងលោកគ្រូហើយនឹងក្រុមការងារក៏សូមរំអោនកាយគោរពលាហើយក៏សូមអរគុណសម្រាប់ពេលវេលាអស់លោកស្រីដែលបានចំណាយពេលវេលាក្នុងការតាមដានកម្មវិធីរបស់យើងពីដើមរហូតដល់ចប់បាទសូមអរគុណបាទ